បាទសូមជម្រាបសួរបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍ចាំមន់ខ្លះៗឲ្យបងប្អូនមួយចំនួនដែលគាត់ចង់ចិញ្ចឹមជាលក្ខណៈគ្រួសារជាលក្ខណៈតូចតាចអញ្ចឹងបងប្អូនវីដេអូនេះខ្ញុំគាត់តែចែករំលែកតែសម្រាប់អ្នកដែលអត់ចេះទេអ្នកដែលគាត់មានជំនាញមានអីច្បាស់លាស់ហើយគឺខ្ញុំអត់សំខាន់តែពេលទូផងនេះគឺខ្ញុំប្រាប់តែអ្នកដែលចង់ចាប់ផ្ដើមវិស័យការចិញ្ចឹមមាន់ចិញ្ចឹមសត្វនេះទេបទពិសោធន៍ខ្ញុំកន្លងមកគឺខ្ញុំចិញ្ចឹមវាបានផលអត់បរាជ័យបងប្អូនហើយក៏ខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំហ្នឹងឲ្យដល់បងប្អូនចេះដល់គ្នាអញ្ចឹងបងប្អូនបងប្អូនចង់សួរបងប្អូនថាបងប្អូនចង់ចិញ្ចឹមមាន់ហ្នឹងបងប្អូនទី1បងប្អូនចង់ចិញ្ចឹមមាន់លក្ខណៈស្រឡាញ់ចូលចិត្តវិស័យចិញ្ចឹមមាន់នឹងចូលចិត្តមើលថែឃើញវាមានក្តីសុខចិញ្ចឹមវាទៅវារស់មានក្តីសុខស្រឡាញ់វាមើលថែវាព្រឹកងាយអញ្ចឹងទៅទី2បងប្អូនខ្លះគាត់ចិញ្ចឹមចង់ចិញ្ចឹមដែរតែគាត់ចង់ចិញ្ចឹមបានតែប្រាក់ចំណូលទេចង់បានប្រាក់ចំណូលទេអត់ចង់មើលថែពីរហ្នឹងខ្ញុំចង់និយាយថាខ្ញុំនិយាយទី1ចាស់បើបងប្អូនស្រឡាញ់នឹងជួយចិត្តវាបងប្អូននឹងធ្វើបានបងប្អូនស្រឡាញ់មើលថែវាដូចនិយាយឡើងថាដូចជាកូនដូចជាចៅអញ្ចឹងគឺខ្ញុំជឿជាក់ថាបងប្អូនចិញ្ចឹមបានមិនងាយបរាជ័យទេការចិញ្ចឹមមាន់នេះបងប្អូនប្រៀបដូចជាកូនយើងអញ្ចឹងយើងវាឈឺពីណាយើងរត់ទៅរកថ្នាំពីហ្នឹងបើបងប្អូនអត់ស្រឡាញ់ទេបងប្អូនចិញ្ចឹមគាត់ឲ្យបានប្រាក់ចំណូលទេខ្ញុំជឿជាក់បងប្អូន 100% គឺបរាជ័យចាក់ស្ដែងគឺខ្ញុំចិញ្ចឹមបទពិសោធន៍មកជាដូចជា 2-3 ឆ្នាំនេះហើយគឺខ្ញុំទទួលបានផលអត់ដែលបរាជ័យទីសាយខ្ញុំយកចិត្តទុកដាក់លើវាគឺខ្ញុំមើលថែវាអាណាត្រូវដាក់ថ្នាំអាណាមិនត្រូវដាក់ថ្នាំអាណាត្រូវស៊ីចំណីបែបនេះអាណាស៊ីចំណីបែបនោះអញ្ចឹងទៅតែបងប្អូនចិញ្ចឹមគិតតែប្រាក់ចំណូលទេអត់គិតថាការថែទាំមិនគឺអត់ដឹងទេដឹងតែដាក់ចំណីហើយបានប្រាក់ចំណូលនឹងបងប្អូននឹងបរាជ័យបងប្អូនធ្វើបែបហ្នឹងគឺបរាជ័យហើយបងប្អូនស្រឡាញ់នឹងចូលចិត្តវាបងប្អូនមើលថែវាមិនងាយទេបរាជ័យបងប្អូនមិនងាយបរាជ័យទេហើយតែបងប្អូនស្រឡាញ់យកចិត្តទុកដាក់ហើយបទពិសោធន៍ខ្ញុំកន្លងមកគឺខ្ញុំអត់ដែលប្រើបាក់សាំងទេមកខ្ញុំអត់ដែលប្រើបាក់សាំងទេខ្ញុំចិញ្ចឹមលក្ខណៈ4ឆ្នាំហើយអត់ដែលមានបាក់សាំងទេលក្ខណៈគ្រួសារមានតែខ្ញុំអត់ដែលដាក់បាក់សាំងធ្វើបាក់សាំងអីទេប៉ុន្តែខ្ញុំចិញ្ចឹមបានផលអត់បរាជ័យបងប្អូនភាសាអ្វីភាសាដែលខ្ញុំស្រឡាញ់នឹងចូលចិត្តវានឹងមើលថែវាអញ្ចឹងបងប្អូនមើលថែវាហើយខ្ញុំផ្ដល់អ្វីដែលវាត្រូវការឧទាហរណ៍ថាមាន់មួយក្បាលហ្នឹងវាផ្ដាសាយអញ្ចឹងខ្ញុំត្រូវការមើលថែវាទិញថ្នាំអីឲ្យវាហើយមួយទៀតមកក្បាលហ្នឹងវាត្រូវការវីតាមីនជំនួយអញ្ចឹងយើងទិញវីតាមីនវីអីដាក់ឲ្យវាជំនួយវាអញ្ចឹងទៅបងប្អូនអានឹងស្រ័យតែយើងស្រឡាញ់នឹងជួយចិត្តដូចគ្នាបងប្អូនតែបងប្អូនចិញ្ចឹមឲ្យដាក់តែចំណីបងប្អូនដើរទៅបាត់បងប្អូនអត់មើលវាទេបងប្អូនអត់ដឹងថាវាត្រូវការអីទេបងប្អូនអត់ដឹងថាមាន់មួយក្បាលហ្នឹងវាមានបញ្ហាអីទេអញ្ចឹងបងប្អូនគឺបរាជ័យវីដេអូនេះមានបណ្ដឹងមកអរគុណបងប្អូនជម្រាបលាដល់គ្នា